ពេលដែលស្រុកមានសង្គ្រាមបែបនេះបានយើងគួរតែដឹងបងប្អូនស្ត្រីមួយចំនួនឈប់ខឹងប្តីទៅនៅពេលដែលប្តីទៅមានប្រពន្ធចុងក្រៅអីមានកូនមានចៅហ្នឹងឲ្យគាត់មានទៅបងប្អូនឃើញណាខ្មែរយើងតិចមែនតែនប្រហែលទៅ7 8 10លាននាក់ឯងហើយវៀតណាមប្រហែល100លានឯងថៃប្រហែល70លានឯងហើយយើងមើលខុសគ្នាឆ្ងាយណាស់អញ្ចឹងពីត្រឹមថ្ងៃហ្នឹងទៅឈប់ររឿងប្តីឈប់ខឹងប្តីទៅបើប្តីទៅយើងមកពីយើងអត់យកកូនយើងអត់យកកូនច្រើនអញ្ចឹងទុកឲ្យគ្នាអ្នកដែលចង់បានកូនគឺយកកូនទៅចាអញ្ចឹងកុំខឹងឲ្យពីត្រឹមថ្ងៃហ្នឹងទៅស្រីណាដែលអាចមានលទ្ធភាពមានពេលយកកូនបានច្រើនហ្នឹងគឺយកកូនទៅខ្ញុំនិយាយមែននាំគេយកកូនឲ្យបានច្រើនទៅមើលនៅពេលដែលប្រទេសមានបញ្ហាប្រទេសមានសង្គ្រាមបានយើងដឹងថាត្រូវការកម្លាំងមនុស្សមកជួយគ្នាបានច្រើនចាល្អមែនតែនហ្មងណាតាខ្ញុំនិយាយមែនខ្ញុំអត់និយាយលេងទេពេលដែលស្រុកមានសង្គ្រាមបែបនេះបានយើងគួរតែដឹងបងប្អូនស្ត្រីមួយចំនួនឈប់ខឹងប្តីទៅនៅពេលដែលប្តីទៅមានប្រពន្ធចុងក្រៅអីមានកូនមានចៅហ្នឹងឲ្យគាត់មានទៅបងប្អូនឃើញណាខ្មែរយើងតិចមែនតែនប្រហែលទៅ7 8 10លាននាក់ឯងហើយវៀតណាមប្រហែល100លានឯងថៃប្រហែល70លានឯងហើយយើងមើលខុសគ្នាឆ្ងាយណាស់អញ្ចឹងពីត្រឹមថ្ងៃហ្នឹងទៅឈប់ររឿងប្តីឈប់ខឹងប្តីទៅបើប្តីទៅយើងមកពីយើងអត់យកកូនយើងអត់យកកូនច្រើនអញ្ចឹងទុកឲ្យគ្នាអ្នកដែលចង់បានកូនគឺយកកូនទៅចាអញ្ចឹងកុំខឹងឲ្យពីត្រឹមថ្ងៃហ្នឹងទៅស្រីណាដែលអាចមានលទ្ធភាពមានពេលយកកូនបានច្រើនហ្នឹងគឺយកកូនទៅខ្ញុំនិយាយមែននាំគេយកកូនឲ្យបានច្រើនទៅមើលនៅពេលដែលប្រទេសមានបញ្ហាប្រទេសមានសង្គ្រាមបានយើងដឹងថាត្រូវការកម្លាំងមនុស្សមកជួយគ្នាបានច្រើនចាល្អមែនតែនហ្មងណាតាខ្ញុំនិយាយមែនខ្ញុំអត់និយាយលេងទេ